អារម្មណ៍របស់គាត់គឺស្ដាយក្រោយហើយគាត់អាចថាគាត់ខ្មាស់គេ បាទ គាត់ខំចំណាយលុយអស់ច្រើនដើម្បីទៅស្រុកគេតែបានបែរជាបានផលត្រឡប់មកវិញគឺការខកចិត្ត គឺគាត់បានយល់ឲ្យច្បាស់មុននឹងគាត់សម្រេចចិត្តធ្វើការវះកាត់ ហ្នឹងហើយបាទ ព្រោះអីផ្ដើមចេញពីពួកយើងទាំងអស់គ្នាផ្ដើមចេញពីគ្រូពេទ្យទាំងអស់គ្នានឹងធ្វើឲ្យអ្នកជំងឺរបស់យើងមានទំនុកចិត្ត ក្នុងនាមជាគ្រូពេទ្យមានសិទ្ធិត្រឹមតែធ្វើម៉េចការពារខ្លួននៅក្នុងចំណុចណាដែលវាត្រឹមត្រូវតាមបច្ចេកទេស ហ្នឹងហើយ បាទវាបែបហ្នឹងបើថាពួកគាត់រឹងជាន់ប៉ូលិចអាហ្នឹងធ្វើម៉េចចេតនារបស់ ចេតនាពួកគាត់ ទាញផលប្រយោជន៍ណាមួយយើងមិនដឹងទេ ហ្នឹងហើយ សូមស្វាគមន៍មកកាន់កម្មវិធី KD Podcast Beauty and Health ថ្ងៃនេះយើងមកកាន់វិធានបទថ្មីទៀតហើយគឺតាក់ទងជាមួយនឹងថាតើហេតុអ្វីបានជាប្រជាជនកម្ពុជាយើងភាគតិចដែលគាត់មិនទាន់មានទំនុកចិត្តមកលើវិស័យកែសម្ផស្សនៅកម្ពុជាខ្ញុំគិតថាវិធានបទនេះក៏វាពាក់ព័ន្ធច្រើនប៉ុន្តែក៏ខ្ញុំចង់ឲ្យលោកគ្រូទាំងពីរលោកគ្រូឈុនហើយនិងលោកគ្រូវត្តចែករំលែកពីបទពិសោធន៍ចែករំលែកពីការយល់ឃើញ ព្រោះវាគ្រាន់តែជាការយល់ឃើញរបស់លោកគ្រូវាមិនមែនជាគេហៅថាវាមិនបើយើងនិយាយស្ដាប់ថាគ្រាន់តែជាការយល់ឃើញរបស់លោកគ្រូថាតែផ្នែកហ្នឹងហេតុអីបានជាភិជនភាគតិចហ្នឹងក៏អត់សូវទុកចិត្តមកលើវិស័យកែសម្ផស្សនៅកម្ពុជា បាទ អញ្ចឹងខ្ញុំគិតថាលោកគ្រូអាចជួយចែករំលែកពីការយល់ឃើញហើយនិងពីបទពិសោធន៍របស់លោកគ្រូបានអត់ តើតើមួយចំនួននេះហេតុអីបានប្រជាជនកម្ពុជារបស់យើងមួយចំនួនតូចមានបានថាអត់សូវទុកចិត្តទៅលើវិស័យវះកាត់កែសម្ផស្សនៅកម្ពុជាអញ្ចឹងវាគ្រាន់តែជាមតិឬក៏ការយល់ឃើញផ្ទាល់ខ្លួនចំពោះខ្ញុំឯងដោយសារតែបើខ្ញុំគិតបានថាវាតកតងជាមួយនឹងការផ្សព្វផ្សាយទៅលើចំណេះដឹងឬក៏តកតងជាមួយនឹងព័ត៌មានអំពីការវះកាត់ឬក៏វិស័យវះកាត់កែសម្ផស្សរបស់យើងដែលពីមុនណាវាមានកម្រិតឬក៏សឹងតែអត់មានតែម្ដងពេលខ្លះប្រជាជនកម្ពុជារបស់យើងចង់ធ្វើការវះកាត់ឬក៏ទទួលចំណេះដឹងទៅលើការកែសម្ផស្សណាមួយពួកគាត់អត់ដឹងទៅរកតាមវិធីណាទេព្រោះតកតងមួយការផ្សព្វផ្សាយអត់ដឹងថាគួរតែធ្វើម៉េចឲ្យបានព័ត៌មានពីវាអញ្ចឹងហើយបានធ្វើឲ្យការបានថាចង់ធ្វើសេវាកម្មនៅក្នុងស្រុកយើងមានការធ្លាក់ចុះបបឡើងចេះតែចង់ទៅស្រុកគេអញ្ចឹងបានថាតកតងជាមួយនឹងព័ត៌មាននៃការផ្សព្វផ្សាយហ្នឹងពីមុនវាមានកម្រិតប៉ុន្តែងាកម្ដងក្នុងពេលបច្ចុប្បន្ននេះវាអត់អញ្ចឹងទេបានថាបើធៀបទៅវាសឹងថាបើនិយាយពីពេចនៃការឡើងវិញគឺសឹងថាពី80ទៅ90% អូខេ ប៉ុន្តែនៅតែមានមួយចំនួនទៀតក៏គាត់នៅតែមានទំនោរទៅដែរព្រោះយើងអត់មានសិទ្ធិទៅហាមឃាត់ពួកគាត់បានអញ្ចឹងណាបាទវាបែបហ្នឹង ចុះលោកគ្រូឈុនមានគិតពីវិញអាហ្នឹង ចំពោះយោបល់តខ្លួនរបស់ខ្ញុំការមិនទាន់មានទំនុកចិត្តរបស់ប្រជាជនអាចថាមួយចំនួនតូចហ្នឹងដោយសារតែដោយលោកគ្រូវត្តបាននិយាយទី1គឺការផ្សព្វផ្សាយទី2តកតងជាមួយនឹងការរីកចម្រើនផុសផុលនៃវិស័យកែសម្ផស្សនៅស្រុកខ្មែរយើងយើងឃើញថាវិស័យហ្នឹងគឺគេហៅថាទៅតែរីកដុះដាលរយៈពេលប្រហែលឆ្នាំដែលមានសន្ទុះខ្លាំងមែនទែនរហូតដល់ចំនួនខេសនៃការធ្វើគឺកើនឡើងសឹងតែគុណនឹង2គុណនឹង3ដងអញ្ចឹងតកតងជាមួយនឹងគេហៅថាការរីកចម្រើននឹងទៅធ្វើឲ្យប្រជាជនគាត់អាចថាថ្មីសម្រាប់គាត់គាត់ថាបានថ្មីសម្រាប់គាត់ បាទថ្មីហើយមួយទៀតតកតងជាមួយនឹងគេហៅថាបរិយាកាសជុំវិញនៃពួកគាត់អាចថានៅពេលដែលអ្នកជុំគាត់ឃើញអ្នកជុំវិញខ្លួនគាត់ធ្វើទៅមានបញ្ហាដូចដែលយើងបានលើកឡើងថាស្តង់ដារមិនគ្រប់គ្រាន់នៃកន្លែងមួយ អូខេ ធ្វើឲ្យមានផលវិបាកនៅពេលដែលគាត់ឃើញហើយគាត់អត់ទាន់ស្វែងយល់ទេប៉ុន្តែក្នុងគំនិតរបស់គាត់មួយហ្នឹងគាត់គិតថាដូចជាទុកចិត្តមិនស្រួលសោះអញ្ចឹងណាតែបើសិនជាយើងបានធ្វើការផ្សព្វផ្សាយហើយបូកនឹងការពង្រឹងស្តង់ដារខ្ញុំគិតថាផ្នត់គំនិតរបស់ពួកគាត់នឹងផ្លាស់ប្ដូរដូចយើងឃើញបច្ចុប្បន្នអញ្ចឹងពីមុនកាលយូរឆ្នាំកន្លងទៅចំនួននៃការកែសម្ផស្សវាតិចនៅស្រុកខ្មែរប៉ុន្តែបច្ចុប្បន្នគឺច្រើនអញ្ចឹងមិនយូរមិនឆាប់ទេនៅពេលដែលយើងអភិវឌ្ឍអាស្តង់ដារនឹងបានប្រជាជនចាប់ផ្ដើមយល់ដឹងអញ្ចឹងគាត់មិនងាកទៅរកកន្លែងណាផ្សេងក្រៅពីប្រជាជនដូចជនជាតិដូចគ្នាទេធៀបពិតជនជាតិយើងបើយើងនិយាយឲ្យស្ដាប់ឲ្យស្រួលយល់ទៅហេតុអីបានជាគាត់ត្រូវចេញទៅធ្វើនៅប្រទេសទី2ឬក៏ទី3ដោយសារតែគេហៅថាទំនុកចិត្តរបស់គាត់ធៀបពិតមនុស្សទូទៅគាត់អត់ចង់ទៅឆ្ងាយពីផ្ទះទេដោយសារអីត្រូវធ្វើដំណើរផងត្រូវសហុយផងត្រូវចេញថ្លៃចាយវាយ ខាត់បងច្រើនណាស់និយាយបាទ ការកាយសម្ផស្សផងអញ្ចឹងបូកចូលគ្នា
ចំនួននៃការចំណាយហ្នឹងវាអាចគុណនឹង2គុណនឹង3ពេលខ្លះច្រើនជាងដងនៃការចំណាយក្នុងស្រុក អូខេ អញ្ចឹងហើយខ្ញុំជឿថានៅពេលដែលមានគេហៅថាសេវាកម្មមួយឬក៏ការផ្ដល់ជូនមួយដែលសុវត្ថិភាពច្បាស់ណាស់គាត់នឹងជ្រើសរើសយកសេវាកម្មក្នុងស្រុកពីព្រោះនៅពេលដែលគាត់វាហើយគាត់អាចអញ្ជើញត្រឡប់ទៅផ្ទះវិញ អូខេ នៅជុំអ្នកផ្ទះ វាចំណេញពេលវេលាដែរ បាទ អូខេបាទ មកលៀងលបួសជាមួយនឹងគ្រូពេទ្យនិយាយភាសាដូចគ្នាស្ដាប់គ្នាយល់ យ៉ាហ្នឹង ហ្នឹងហើយគឺជាចំណុចដែលខ្ញុំគិតថានឹងវិវត្តទៅល្អ លោកគ្រូគិតអត់ថាវាអាចមកពីបញ្ហាការគិតរបស់គាត់គិតថាគ្រូពេទ្យរបស់យើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់ឬក៏បច្ចេកវិទ្យារបស់យើងនៅមិនទាន់ទំនើបឬក៏បែបម៉េចអាចមកពីបញ្ហាការគិតរបស់គាត់ចឹងអត់ បើចំពោះខ្ញុំគិតថាអាច អាចដែរ វាជាចំណែកចូលរួមមួយដែរដោយសារតែបើគិតពីភាពបានន័យថាចាស់ទុំនេះវិស័យវាកាត់កែសម្ផស្សណាយើងវាគ្មានខ្ចីជាងគេមិនតិច ក៏ប៉ុន្តែពួកយើងជាអ្នកអនុវត្តទៅលើបច្ចេកទេសក៏យើងអត់ឲ្យវានៅអញ្ចឹងទៀតដែរ បាទ យើងព្យាយាមទៅមិនអាប់ដេតឲ្យតន់គេអាគេអ្នកដើមមុនអញ្ចឹង បាទ យើងទទួលស្គាល់តែយើងមកក្រោយគេមិនតិចមែនក៏ប៉ុន្តែក៏យើងអត់ទទួលស្គាល់បែបហ្នឹងរហូតទេ ហ្នឹង យើង ហ្នឹងអូខេ ព្យាយាម ហ្នឹង ពង្រឹងបន្ថែមពីមួយថ្ងៃទៅមួយថ្ងៃបន្ថែមអញ្ចឹងណា យ៉ា បាទ ពីមុនយើងដើរតាមគេ ហ្នឹងហើយបាទ ប៉ុន្តែឥឡូវខ្ញុំគិតថាអាចនឹងថ្ងៃទៅមុខទៀតយើងដើរស្របគេ បាទ បើជាចក្ខុវិស័យរបស់ខ្ញុំហ្មងខ្ញុំចង់ដើរមុនគេទៀត ហ្នឹងហើយ ខ្ញុំមិនត្រឹមតែតនគេទេគឺត្រូវមុនគេ បើតាមខ្ញុំគិតថាលោកគ្រូប្រហែលជាចង់មានគោលបំណងមួយចង់លុបបំបត្តិអាលំហូរចេញនេះផង យ៉ាងហើយព្រោះអីខ្ញុំគិតថានៅពេលដែលយើងអតិជនរបស់យើងអ្នកជំងឺរបស់យើងគាត់ទៅវះកាត់នៅស្រុកក្រៅ បាទ ដូចគ្រូឈុននិយាយអញ្ចឹង បាទ ចំណាយច្រើនមែន ណា តើ ច្រើនខាត់បងច្រើន សហុយ បាទ ថ្លៃធ្វើដំណើរថ្លៃហូបចុកថ្លៃស្នាក់នៅ បាទ គាត់មកវះកាត់ហើយគាត់ត្រូវមកត្រឡប់មកខ្មែរវិញ បាទ ត្រូវទៅ check up វិញអញ្ចឹងមានថាទៅមកសិតតែចាយលុយទាំងអស់ ហ្នឹងហើយហ្នឹង ហើយសូចាយលុយហ្នឹងយកលុយពីណាទៅយកលុយពីខ្មែរទៅចាយនៅបរទេស ហ្នឹងហើយហ្នឹង សួរថាសេដ្ឋកិច្ចកើននៅខ្មែរឬកើននៅបរទេស ច្បាស់ណាស់កើននៅគេ កើននៅគេអញ្ចឹងហើយអានេះគំនិតរបស់ខ្ញុំគឺអ្វីខ្ញុំចង់ធ្វើថ្ងៃគឺដើម្បីឲ្យធានាបានថាប្រជាជនកម្ពុជារបស់យើងគាត់ខំប្រឹងរកស៊ីគាត់ខំប្រឹងប្រកបរបរជីវកម្មសេដ្ឋកិច្ចដើមបន្តមកដំណាក់កាលហើយ បាទ អញ្ចឹងគេហៅថារបៀបនៃការចាយលុយបែបម៉េចដើម្បីឲ្យធានាបានថាជួយឲ្យសេដ្ឋកិច្ចយើងកាន់តែរីកចម្រើនបន្ថែមទៀតដល់ពេលដែលសេដ្ឋកិច្ចយើងរីកចម្រើនខ្ញុំឃើញថាខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលគាត់ជាខ្លាំង ព្រោះអីយើងគិតថាដល់ពេលដែលសេដ្ឋកិច្ចរីកចម្រើនរាជរដ្ឋាភិបាលប្រមូលពន្ធបានគ្រប់គ្រាន់ បាទ គឺរាជរដ្ឋាភិបាលអាចនឹងធ្វើរឿងដែលបងប្អូនចង់ឲ្យគាត់ធ្វើហ្នឹង ហ្នឹងហើយ ខ្ញុំគិតថាអញ្ចឹងខ្ញុំ ជា គាំ រឿង ទ្រ មួយ ហ្នឹង ផ្នែកធំ ហ្នឹងហើយ ហើយរឿងមួយទៀតយើងនិយាយត្រង់តែចំណុចថាគាត់វះទៅល្អប្រសើរទេណាទៅវះហើយយើងអត់ទាន់រាប់ផលវិបាក អូខេហ្នឹងហើយ នៅពេលដែលផលវិបាកការចំណាយរបស់គាត់នឹងគុណទ្វេដងពីព្រោះអ្វីនៅពេលទៅកាត់ចេះមួយតង់មានផលវិបាកតាមដានមួយតង់ផលវិបាកព្យាបាលអត់ទាន់ជាមួយតង់ទៀតអញ្ចឹងជាបទពិសោធន៍ដែលភ្ញៀវគាត់តែងតែប្រាប់យើង បាទ នៅពេលដែលគាត់ពិគ្រោះគឺគាត់ទទួលអារម្មណ៍មួយសោកស្ដាយ សោកស្ដាយ បាទ នៅពេលដែលគាត់ទៅធ្វើឲ្យខុស បាទ អាហ្នឹងហើយជាចំណុចមួយដែលអាចជំរុញឲ្យប្រជាជនយើងគិតត្រឡប់មកវិញថាស្វែងរកសេវាកម្មក្នុងស្រុកមួយដែលមានសុវត្ថិភាពសម្រាប់គាត់ បាទ ហើយគាត់ទុកចិត្ត អូខេហ្នឹងហើយ ច្បាស់ណាស់គឺគាត់ធ្វើនៅស្រុកខ្មែរដើរហើរនៅស្រុកខ្មែរតាមដាននៅស្រុកខ្មែរងាយស្រួលជាង ខ្ញុំចាប់អារម្មណ៍នឹងមួយដែរតើតើមួយផលបាទហ្នឹងពេលដែលប្រជាជនខ្មែរយើងទៅវះកាត់នៅស្រុកក្រៅមិនថាវះកាត់កែសម្ផស្សវះកាត់ផ្សេងពេលមានផលបាទគាត់ដែរនិយាយអី មិនមែនគាត់អត់ដែរនិយាយទេគាត់និយាយជាមួយនឹងពេទ្យប៉ុន្តែអ្វីដែលសំខាន់បំផុតគឺគេហៅថាការស្ដាយក្រោយ ហ្នឹង អាហ្នឹងខ្ញុំទទួលអារម្មណ៍របស់គាត់នៅពេលដែលគាត់មកពីគ្រោះអារម្មណ៍របស់គាត់គឺស្ដាយក្រោយហើយគាត់អាចថាគាត់ខ្មាស់គេ បាទ គាត់ខំចំណាយលុយអស់ច្រើនដើម្បីទៅស្រុកគេតែបានបែរជាបានផលត្រឡប់មកវិញគឺការខកចិត្ត ខកចិត្ត អញ្ចឹងគាត់អត់ហ៊ានទេគាត់អត់ហ៊ានអ្នកខ្លះសូម្បីតែចេញពីផ្ទះក៏គាត់ត្រូវតែពាក់ម៉ាស់ពាក់មួកចិត្តដើម្បីចេញទៅក្រៅដែរហើយសួរថាតើយើងធ្លាប់ជួបបញ្ហាទាំងអស់ហ្នឹងច្រើនអត់ច្រើនបញ្ហាដែលកែខុសនៅពីខាងក្រៅហើយស្វែងរកអន្តរាគមន៍ជួយនៅដោយគ្រូពេទ្យនៅខ្មែរគឺយើងជួបច្រើនជួបជាញឹកញាប់គ្រាន់តែថាយើងរក្សាការសម្ងាត់ហើយព្យាយាមលើកទឹកចិត្តគាត់ហើយនឹងជួយគាត់តាមវិធីសាស្ត្រណាដែលអាចជួយបាន យើងជួយអស់លទ្ធភាពព្រោះយើងជាគ្រូពេទ្យដែលមានក្រមសីលធម៌ជាជីវៈមានទទួលគំនូរខុសត្រូវយើងជួយគាត់ទោះបីជាយើងមិនបានធ្វើក៏ដោយ បាទ មិនមែនយើងធ្វើពីមុនមានបញ្ហាក៏ដោយគឺយើងនៅតែជួយគាត់បែបម៉េចជួយគាត់ឲ្យអស់លទ្ធភាពខ្ញុំគិតថាហ្នឹងគឺជាទឹកចិត្តរបស់គ្រូពេទ្យរបស់យើង បាទនេះយើងអត់មានផ្នែកកំណត់ថាបើធ្វើនៅណាទៅដោះនៅហ្នឹងទេ អត់ទេ តែជួយបានយើងជួយណា យើងត្រូវជួយពួកគាត់ ហ្នឹងហើយ ព្រោះអីដោយសារតែការកែខុសមួយ
បញ្ហាមិនមែនតែរាងកាយរបស់គាត់ទេគឺផ្លូវចិត្តរបស់គាត់ ហ្នឹងហើយបាទ អ្នកខ្លះរហូតដល់មាន depression អ្នកខ្លះរហូតដល់ព្យាយាមប៉ុនប៉ងចង់ស្លាប់ខ្លួនអាហ្នឹងជាចំណុចមួយដែលលាក់កំបាំងក្រោយពីភាពស្រស់ស្អាតដែលមនុស្សទូទៅតែងតែឃើញថាតកែចេះស្អាតណាប៉ុន្តែនៅពេលដែលគាត់កែខុសគឺវិបដិសារីរបស់គាត់ផ្ទុយមកវិញបើសិនជាគាត់ជួបគ្រូពេទ្យមួយដែលល្អបញ្យល់គាត់ក្បោះក្បាយការពារផលវិបាកដែលធ្ងន់ធ្ងរសម្រាប់គាត់អាហ្នឹងគឺគាត់កក់ក្ដៅ អូខេហ្នឹងគិតចឹងដែរហើយតកតងមួយទៀតតកតងលោកគ្រូវត្តគាត់និយាយអញ្ចឹងតកតងមួយនឹងប្រព័ន្ធផ្សព្វផ្សាយខ្ញុំឃើញថាចេះនៅវាមានបុគ្គលមួយចំនួនបាទមានថានៅពេលដែលអ្នកជំងឺគាត់មានបញ្ហាគាត់យកបញ្ហាហ្នឹងយកមកផ្សព្វផ្សាយតែឧទាហរណ៍គាត់វះនៅស្រុកខ្មែរចុះ ហ្នឹងហើយបាទ គាត់មានបញ្ហាគាត់យកមកផ្សព្វផ្សាយហើយគាត់ផ្សព្វផ្សាយបែបជន់ពន្លិច បាទជន់ពន្លិចបែបម៉េចគាត់ផ្សព្វផ្សាយហ្នឹងដើម្បីលើកតម្កើងបរទេស ហ្នឹង ត្រង់ចំណុចហ្នឹងខ្ញុំឃើញមានប្រមាណករណីដែរដែលគាត់ព្យាយាមបំភ័យជំងឺអតិថិជនណាមួយដែលមានគម្រោងចង់កែសម្ផស្សអញ្ចឹងចំណុចហ្នឹងហើយដែលពេលខ្លះយើងជាសិទ្ធិរបស់គាត់ប៉ុន្តែវាពិបាកក្នុងការទទួលយកដោយសារអីក្នុងនាមគាត់ជាប្រជាជនខ្មែរមួយរូបដែរប៉ុន្តែគាត់ព្យាយាមបំភ័យឬមួយក៏បំផោងស្ថានភាពដែលធ្វើដែលក្នុងគោលបំណងជំរុញឲ្យអ្នកដែលចង់ធ្វើការកែសម្ផស្សងាកទៅរកទៅបរទេសហ្នឹងហើយទៅបរទេសគាត់ណែនាំទៅព្រោះខ្ញុំឃើញថាពេលខ្លះគឺគាត់ជន់ពន្លិចនៅវិស័យកែសម្ផស្សឬវិស័យការបាលរបស់យើងហ្មងដើម្បីតាមពិតក្នុងគោលបំណងរបស់គាត់គឺគាត់នឹងនាំអ្នកជំងឺហ្នឹងទៅវះនៅកែសម្ផស្សគាត់នឹងបានគេហៅកម្រៃជើងសារឬអីហ្នឹងបើនិយាយស្រួលស្ដាប់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនខ្ញុំគិតថានេះវាពាក់ព័ន្ធជាមួយនឹងគេហៅថាភាពអាត្មានិយមរបស់គាត់តាមពិតបើសិនគាត់អាចធ្វើអញ្ចឹងបានវាអត់ខុសច្បាប់ទេប៉ុន្តែហេតុអីបានគាត់ត្រូវតែមកជន់ពន្លិចតាមពិតនៅតាមមន្ទីរពេទ្យតាម clinic ក្នុងវិស័យណាក៏ដោយជាវិស័យការបាលហ្នឹងហ្មងយើងកំពុងពង្រឹងហ្នឹងហើយមិនមែនថាយើងកើតមកភ្លាមយើងត្រូវតែចេះដើរយើងត្រូវតែរៀនដងតិចអញ្ចឹងហើយគេថាព័ត៌មានត្រឡប់ឬក៏ feedback ពីអតិថិជនពីអ្នកជំងឺមកហ្នឹងគឺជាព័ត៌មានមួយដែលយើងត្រូវតែកែលម្អយើងមិនមែនគេហៅ risk គុណដើម្បីស្ថាបនាមិនមែន risk គុណដើម្បីជន់ឲ្យលាក់ដល់បាតទេអញ្ចឹងខ្ញុំគិតថាគ្រូពេទ្យក៏ដោយសូម្បីថ្នាក់ដឹកនាំគឺគាត់ត្រូវការរិះគន់ហ្នឹងដើម្បីពួកគាត់ធ្វើអ្វីដែលល្អជាងមុនអ្នករិះគន់ដើម្បីស្ថាបនាទៅគឺយើងល្អទាំងអស់គ្នាអញ្ចឹងបើសិនជាម្នាក់គេហៅបើសិនជាបុគ្គលមួយចំនួនតូចដែលគាត់អាត្មានិយមគាត់គិតតែពីផលប្រយោជន៍ខ្លួនឯងគាត់ជន់ពន្លិចគេជន់ពន្លិចយកតែម្ដងខ្ញុំគិតថាវិស័យនេះគឺពិបាកនឹងងើបប៉ុន្តែខ្ញុំគិតថាដោយសារតែក្រុមគ្រូពេទ្យយើងខ្លាំងគេហៅថាមួយទៀតរដ្ឋាភិបាលដូចជាអាជ្ញាធរគឺគេហៅគាត់ពង្រឹងគាត់ជួយទៅវិស័យនេះគឺអត់មានធ្លាក់ដល់បាតដូចដែលគេកំពុងតែជន់ហ្នឹងឯងបុគ្គលមួយចំនួនតែជន់ហ្នឹងឯងខ្ញុំគិតថាហើយក៏នេះក៏ជាសារដាស់តឿនមួយដែរខ្ញុំគិតថាវាសំខាន់សម្រាប់ប្រជាជនរបស់យើងនៅពេលដែលគាត់ចង់ទៅកែសម្ផស្សគាត់ដំបូងឡើយខ្ញុំគិតថាគាត់គួរតែពិចារណានៅស្រុកខ្មែរសិនហ្នឹងហើយគាត់ថាពិតជាគ្មានលទ្ធភាពទៅធ្វើបានមែនអូខេគាត់ទៅក្រៅបានត្រង់ចំណុចនេះដែលយើងកំពុងតែពិភាក្សានេះយើងមិនមែនគ្រប់គ្រងនៅពេលដែលមានកំហុសបញ្ហាហ្នឹងហើយគ្រប់គ្រងទេហ្នឹងហើយប៉ុន្តែយើងគេហៅលើកទឹកចិត្តឲ្យមានការរិះគន់បែបស្ថាបនាដោយលោកគ្រូហ្នឹងហើយមួយទៀតក៏ស្នើសុំកុំឲ្យមានគំនិតមួយគេហៅថាគំនិតជន់ដើម្បីយកផលប្រយោជន៍អាហ្នឹងគឺវាកាន់តែធ្វើឲ្យវិស័យមួយហ្នឹងកាន់តែធ្លាក់ចុះហ្នឹងហើយមួយទៀតវាទប់មានន័យថាទប់ការអភិវឌ្ឍរបស់គេហៅវិស័យក្នុងស្រុកហ្នឹងហើយកាន់តែដុនដាបអត់ទេលោកទៅបានន័យថាតេតងជាមួយនឹងចំណុចហ្នឹងយើងអត់មានសិទ្ធិអីទៅបាទអត់មានយើងយើងក្នុងនាមជាគ្រូពេទ្យមានសិទ្ធិត្រឹមតែធ្វើម៉េចការពារខ្លួននៅក្នុងចំណុចណាដែលវាត្រឹមទៅតាមបច្ចេកទេសហ្នឹងហើយបាទវាបែបហ្នឹងបើថាពួកគាត់នឹងជន់ពលិចអាហ្នឹងធ្វើម៉េចចេតនារបស់គាត់ទាញផលប្រយោជន៍ណាមួយយើងមិនដឹងទេហ្នឹងហើយប៉ុណ្្នឹងចឹងមិនមានច្រើនទេអត់ច្រើនទេមិនមែនមានន័យថាឲ្យតែអ្នកដែលតាក់ទងជាមួយនឹងកម្រៃជើងសារក្រៅប្រទេសសុទ្ធតែអាក្រក់ទេអត់ទេអ្នកតែមួយចំនួននេះអ្នកដែលតាក់ទងជាមួយនឹងការនាំភ្ញៀវឬក៏នាំអ្នកជំងឺទៅក្រៅប្រទេសអ្នកខ្លះគឺល្អហ្នឹងហើយបាទគាត់ព្យាយាមមានន័យថានៅពេលដែលក្នុងស្រុកអត់មានលទ្ធភាពឬក៏ភ្ញៀវគាត់ចង់បានបែបណាគឺគាត់ព្យាយាមជួយឲ្យល្អប៉ុន្តែមានតែតិចតួចបំផុតដែលគាត់ហ្នឹងហើយគេហៅថានៅពេលដែលគាត់រកអត់មានភ្ញៀវទៅរកគាត់ចាប់ផ្ដើមលេងបែប
អញ្ចឹងវិញហើយចំនួនហ្នឹងគឺតិចតួចណាស់ប៉ុន្តែអាការតិចតួចហ្នឹងធ្វើឲ្យគេហៅថាដូចគេហៅដូចមានទាំងវាលតកកមួយស្រាប់តែមានស្លឹកឈើមួយស្លឹកនៅហ្នឹងវាធ្វើឲ្យបាត់សោភ័ណភាព បាទវាអាចដែរអាហ្នឹង អញ្ចឹងមានថាតាមពិតអានេះវាតកតងមួយនឹងមនសិការហើយនឹងគេហៅស្នេហាជាតិឬក៏អត់សម្រាប់ពួកគាត់ទេ បាទ ហើយក៏ខ្ញុំសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងដែលគាត់ធ្លាប់ជួបសានផ្កាហ្នឹងគាត់ធ្លាប់បានពាក់ព័ន្ធជាមួយរឿងហ្នឹងខ្ញុំគិតថាគាត់អាចពិចារណាព្រោះវាក៏ជាយោបល់ខ្ញុំគិតថាត្រង់ចំណុចហ្នឹងយើងឃើញនៅលើ Facebook ហ្នឹង នៅលើបណ្ដាញសង្គមយើងឃើញការចែកចាយបន្តដែរតា ហ្នឹងហើយ ឧទាហរណ៍ថាមួយគ្រួសារហ្នឹងត្រូវបានអ្នកគុជេឬក៏ស្អីធ្វើឲ្យមាន បាទ ការខាត់បងលុយកាក់ ហ្នឹងហើយ ទទួលយកនៅសេវាមួយដែលមិនសមប្រកបតាមអ្វីដែលគាត់ចង់បាន បាទ អញ្ចឹងគឺគាត់លើកឡើង បាទ ហើយអ្វីដែលយើងនិយាយគឺវាជាក់ស្ដែងនៅក្នុងសង្គមហ្នឹង ហ្នឹងហើយបាទអាហ្នឹងបើនិយាយអស់មែនទែនបានថាក្នុងរូបភាពក្នុងទម្រង់ការបានថាអាការដែលជន់បន្លិចហ្នឹងយើងធ្លាប់តែឃើញគេបើថារាប់ពីយើងទៅវិញពីខាងក្រៅប្រទេសមកយើងគូពេទ្យជួបតែរហូតហ្នឹងអានិយាយពីផលវិបាក បាទ ព្រោះតែយើងទៅជន់បន្លិចអត់យើងបើក្នុងនាមជាគូពេទ្យ ក្នុងនាមជាគ្រូពេទ្យយើងគេហៅក្រុមសិលធម៌មួយនៅពេលដែលយើងឃើញជំងឺមួយមកពីក្រៅប្រទេសហើយមានផលវិបាកឧទាហរណ៍រលាកធ្នេរ ហ្នឹងហើយ ឬមួយក៏ស្នាមហ្នឹងខ្លាំងផ្លែខ្លាំង បាទ យើងដឹងហើយដឹងថាវាតាក់ទងជាមួយនឹងការព្យាបាលឬមួយក៏បច្ចេកទេសដេមួយដែលវាអត់សមប្រកប ហ្នឹងហើយបាទ អ្វីដែលយើងអាចសម្រួលបានគឺយើងសម្រួលផ្លូវចិត្តរបស់អ្នកជំងឺ បាទ ដើម្បីឲ្យគាត់ត្រជាក់សិន ហ្នឹងហើយ ហើយជំរុញឲ្យមានដំណោះស្រាយរវាងភាគីសងខាងឬមួយក៏អាចឲ្យគាត់សាកសួរយោបល់គ្រូពេទ្យដែលព្យាបាលគាត់ផ្ទាល់ពីព្រោះប្រកាសណាក្នុងនាមជាគ្រូពេទ្យមួយតែងតែមានគេហៅថាដំណោះស្រាយជូនអ្នកជំងឺនៅពេលដែលមានបញ្ហាអញ្ចឹងនៅពេលដែលគាត់ត្រជាក់ចិត្តគាត់ទៅនិយាយដោះស្រាយអីហើយបន្ទាប់មកនៅពេលដែលគេឲ្យដំណោះស្រាយមួយដែលគាត់គិតថាដូចជាមិនទាន់សមតាមផ្លូវចិត្តគាត់អាចត្រឡប់មករកយើងអាចដោះស្រាយបន្តទៀតជៀសវាងវាយប្រហារអាហ្នឹងវាស្ថិតនៅក្នុងក្រមសីលធម៌ដែរដែលគ្រូពេទ្យមួយវាយប្រហារគ្រូពេទ្យមួយទៀតទោះបីជាមិនមែនជនជាតិដូចគ្នា បាទ ឡើយ ហ្នឹងហើយព្រោះយើងមិនអាចវាយប្រហារទៅលើមុខរបរជីវៈមួយហ្នឹងបានទេខ្ញុំមាននិយាយទោះបីយើងជាគ្រូពេទ្យក៏ដោយយើងយល់ពីវិជ្ជាជីវៈហ្នឹងក៏ដោយក៏យើងមិនអាចវាយប្រហារថាសមត្ថភាពគាត់នៅកម្រិតណាដែរវាគ្រាន់ជាការយកឃើញរបស់យើង បាទ ដោយសារតែមិនខ្ញុំឃើញថាដោយសារតែពេលខ្លះតើតោមួយនឹងបច្ចេកទេសពេទ្យគឺមានថាពីគ្រូពេទ្យមួយទៅគ្រូពេទ្យមួយគឺសមត្ថភាពដូចគ្នា បាទ គាត់ខ្លាំងនេះអ្នកផ្សេងខ្លាំងនោះ បាទ គឺខុសៗគ្នាអញ្ចឹងវាមិនដោយហេតុហ្នឹងហើយបានរាល់ថ្ងៃយើងមានឯកទេសជាច្រើនមិនមែនគ្រូពេទ្យកែវះកាត់កែសម្ផស្សហ្នឹងអាចទៅព្យាបាលជំងឺបេះដូងបានទេ បាទ ទោះបីគាត់ដឹងគាត់ធ្លាប់មានការបណ្ដុះបណ្ដាលមែន បាទ ប៉ុន្តែសួរគាត់ទៅព្យាបាលអត់គឺគាត់ទុកឲ្យគ្រូពេទ្យឯកទេសហ្នឹងគាត់ព្យាបាល ហ្នឹងហើយ ចឹងដូចគ្នាអញ្ចឹងការវាយប្រហារនេះក្នុងការកែសម្ផស្សគឺមានគេហៅមានរឿងជាច្រើនលើសពីបងប្អូនគិតថាវាកាត់កែសម្ផស្សចំោះភ្នែកវាមានរឿងជាច្រើនវាមានការជួសជុលវាមានស្ដារលទ្ធភាពពលកម្មជាច្រើនគាត់ថាខ្ញុំគិតថាថ្ងៃអនាគតទៅមុខប្រជាជនយើងកាន់តែយល់ច្បាស់ជាងមុនយើងចូលរួមចំណែកពីលោកគ្រូផ្ទាល់ទាំងពីរអាហ្នឹងហើយបានពួកគាត់អាចនឹងយល់កាន់តែច្រើន បាទ ហ្នឹងគឺជាចំណុចចាប់ផ្ដើមខ្ញុំថាជាចំណុចចាប់ផ្ដើមដើម្បីផ្សព្វផ្សាយបន្ថែមអញ្ចឹង អាហ្នឹងគេថាតាក់ទងមួយនឹងព័ត៌មាននៃការផ្សព្វផ្សាយ ហ្នឹងចុងក្រោយគឺផ្សព្វផ្សាយហ្នឹងគឺសំខាន់ហ្នឹង បាទ ប៉ុន្តែសំខាន់គឺយើងលើកទឹកចិត្តឲ្យជាបណ្ឌិតឯកទេសរបស់យើងទាំងអស់ដែលគាត់នៅក្នុងវិស័យហ្នឹងចូលរួមផ្សព្វផ្សាយទាំងអស់គ្នា បាទ ព្រោះចូលរួមផ្សព្វផ្សាយមិនមែនពេលខ្លះយើងគិតថាគោលបំណងចូលរួមផ្សព្វផ្សាយដើម្បីយកឈ្មោះយកមុខឲ្យគេស្គាល់គោលបំណងដែល podcast យើងថ្ងៃនេះមិនមែនដើម្បីតែគេហៅថាបើគេស្គាល់អតិថិជនមកធ្វើជំងឺមកធ្វើជាមួយយើងទេគោលបំណងចង់ឲ្យអ្នកជំងឺគាត់បានយល់ឲ្យច្បាស់មុននឹងគាត់សម្រេចចិត្តធ្វើការវះកាត់ ហ្នឹងហើយបាទ ព្រួយផ្ដើមចេញពីពួកយើងទាំងអស់គ្នាផ្ដើមចេញពីគ្រូពេទ្យទាំងអស់គ្នានឹងធ្វើឲ្យអ្នកជំងឺរបស់យើងមានទំនុកចិត្តមកវះកាត់កែសម្ផស្សមកទទួលសេវាកម្មសុខាភិបាលរបស់យើងនៅខ្មែររបស់យើងវិញ អាចថាជាគេហៅថាដើមទុនក្នុងការគិតពិចារណា នឹងដើមទុន ធម្មតាអ្នកជំងឺគាត់មិនមែនជាពេទ្យទេ ហ្នឹងហើយ អញ្ចឹងគាត់អត់ដឹងថាតើគួរជ្រើសរើសបែបម៉េចអីបែបម៉េចទេ បាទ ប៉ុន្តែនៅពេលដែលមានការប្រឹក្សាមួយឧទាហរណ៍ថាក្នុងកម្មវិធីនេះមួយក៏ជាការប្រឹក្សាយោបល់ជូនអ្នកស្ដាប់ដែរ បាទបាទ ខិនមុនពេលគាត់សម្រេចចិត្ត ហ្នឹងហើយហ្នឹង ជា ហើយ ផ្នែកមួយជាចំណេះដឹងមួយអញ្ចឹងងាយស្រួលក្នុងការគាត់គិតពិចារណាថាអូគាត់គួរតែទៅនេះគាត់គួរតែទៅនោះជួនកាលគាត់មានគ្រូពេទ្យប្រចាំចិត្តរបស់គាត់ដែលគាត់អាចទៅធ្វើហើយគាត់ស្រឡឹងឃើញគ្រូពេទ្យណាមួយដែលគាត់ថាអូដូចជា
ចំនឹងគោលការណ៍ដែលគាត់ចង់បានហើយបូកជាមួយនឹងគេហៅយើងនិយាយថា standard ដែលគាត់ដែលត្រឹមត្រូវហើយអញ្ចឹងគាត់អាចពិចារណាក្នុងការធ្វើដែរបាទអញ្ចឹងជាចុងក្រោយក៏ខ្ញុំអរគុណដល់លោកគ្រូទាំងពីរដែលបានចូលរួមចំណែកច្រើនមែនតើដោយសារតែការចូលរួមចំណែកពីលោកគ្រូគឺអាចជួយឲ្យប្រជាជនកម្ពុជាយើងគាត់យល់កាន់តែស៊ីជម្រៅជាងមុនក្នុងវិស័យហ្នឹងដើម្បីបង្កើននូវទំនុកចិត្តបើអត់មានទំនុកចិត្តក៏គាត់មិនមកវាកាត់នៅកែសម្ផស្សកម្ពុជាយើងដែរអញ្ចឹងចាប់ដើមពីលោកគ្រូហើយក៏យើងនៅក្នុងកម្មវិធីរបស់យើងក៏យើងមានវាគ្មិនជាច្រើនទៀតគឺជាវិជ្ជាបណ្ឌិតឯកទេសរបស់យើងមកចូលរួមចែករំលែកនៅបទពិសោធន៍នៅចំណេះដឹងគេហៅនៅផ្នែកគំនិតឬក៏ការគិតរបស់គាត់ដែលគាត់ចង់ឲ្យប្រជាជនកម្ពុជាយើងយល់កាន់តែច្បាស់នៅក្នុងវិស័យកែសម្ផស្សក៏ដូចជាចំណេះដឹងមួយទៀតដើម្បីធានាបានថាការវះកាត់កែសម្ផស្សមានសុវត្ថិភាពព្រោះយើងវះកាត់កែសម្ផស្សយើងចង់បានស្អាតប៉ុន្តែធានាសុវត្ថិភាពមុនអ្វីដែលជាគោលការណ៍របស់ខ្ញុំផ្ទាល់គឺខ្ញុំគិតថាសុវត្ថិភាពមកមុនលទ្ធផលតាមក្រោយបើធ្វើអីដែលអត់មានសុវត្ថិភាពទោះបីលទ្ធផលស្អាតយ៉ាងណាក៏ដោយគឺក៏វាអត់មានន័យដែរហ្នឹងហើយបាទវាត្រឹមត្រូវអាហ្នឹងស្អាតសុវត្ថិភាពត្រូវទៅជាមួយគ្នាហ្នឹងហើយអញ្ចឹងថ្ងៃនេះដែរសូមអរគុណលោកគ្រូទាំងពីរដែលបានចូលរួមហើយថ្ងៃក្រោយសង្ឃឹមថាយើងមាន topic ល្អៗទៀតដែលទស្សនិកជនរបស់យើងគាត់នឹងមានចម្ងល់អីយើងអាចនឹងយក topic មកដើម្បីលើកយកនៅក្នុងកម្មវិធី podcast KD podcast Beauty and Health ដើម្បីជួយជំរុញឲ្យការផ្សព្វផ្សាយចំណេះដឹងរបស់យើងព្រោះលោកគ្រូវត្តនិយាយថាការផ្សព្វផ្សាយសំខាន់អញ្ចឹងយើងនឹងតាំងចិត្តថាធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែច្រើនឲ្យបានកាន់តែខ្លាំងជាងមុនធានានៅការបង្កើនចំណេះដឹងដល់អ្នកជំងឺរបស់យើងជាពិសេសគឺប្រជាជនកម្ពុជារបស់យើងតែសូមអរគុណច្រើនលោកថ្ងៃនេះបាទអរគុណ